ទាំងអស់គ្នាមើលជួបគ្នាម្ដងទៀតនៅក្នុងមេរៀនថ្មីពាក្យថ្មីអញ្ចឹងកុំឲ្យខាតពេលវេលាយើងមកចាប់ផ្ដើមអានពាក្យទាំងអស់គ្នាអញ្ចឹងបើសិនតែគាត់ថាពាក្យទាំងអស់គ្នាមានប្រយោជន៍អាចប្រើប្រាស់បានអាចកត់ទុកឬក៏ share ដើម្បីទុកពេលថ្ងៃក្រោយបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមអានពាក្យខាងលើនេះអញ្ចឹងពាក្យខាងលើនេះគឺយើងអានថា上面上面គឺយើងប្រែថាខាងលើហ្នឹង上面ខាងលើពាក្យទាំងអស់នេះគឺជាពាក្យភាសាប្រើប្រាស់ជាយ៉ាងណាម្ដងទៀត上面ខាងលើខាងលើហើយនៅកណ្ដាលគេអានថា中间中间កណ្ដាល中间កណ្ដាលអញ្ចឹងផ្នែកខាងក្រោមគេអានថា下面下面ខាងក្រោមតបទៀតយើងអានថា前面前面ប្រែថាខាងមុខតបពីខាងស្ដាំយើងអានថា右边右边ខាងស្ដាំទល់មុខយើងអានថា对面对面ហ្នឹងប្រែទល់មុខ对面ទល់មុខដល់ពេលម្ដុំនេះអានថា附近附近ម្ដងទៀត附近ម្ដុំនេះឬក៏នៅចិត្តនេះអញ្ចឹងណាសូមអានម្ដងទៀត附近ម្ដុំនេះអញ្ចឹងពាក្យខាងនេះអានថា后面后面ប្រែថាខាងក្រោយអញ្ចឹងខាងក្រៅគេអានថាម៉េច外面外面ខាងក្រៅ里面里面ប្រែថាខាងក្នុងពីបន្តមកទៀតយើងអានថា左边左边ខាងឆ្វេង旁边旁边ប្រែថានៅក្បែរ隔壁隔壁ជាប់គ្នាដល់នៅជាប់គ្នាអញ្ចឹងណាគេអាននិយាយបន្ទប់នៅជាប់គ្នាផ្ទះនៅជាប់គ្នាយើងទៅនិយាយយ៉ាង隔壁នៅជាប់គ្នាអញ្ចឹងមិនមែនរបស់អីជាប់គ្នាទេគឺគាត់យើងនៅចិត្តគ្នានៅជាប់គ្នាហ្នឹងឯង隔壁នៅជាប់គ្នា角落角落តែនៅជ្រុងខាងបាទអញ្ចឹងពាក្យខាងទាំងអស់នេះគឺយើងអាសាប្រើហើយពេលខ្លះគឺយើងយកប្រើថែមពាក្យចៃពីមុខទៀតទៅហើយចៃ上面ចៃ中间ក៏ដែរចៃ下面នៅខាងក្រោមទៀតអញ្ចឹងណាចៃ前面នៅខាងមុខអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យយើងប្រាប់ពីទិសដៅអញ្ចឹងយើងអាសាប្រើមែនទែនក្នុងភាសាចិនអញ្ចឹងសង្ឃឹមទាំងអស់គ្នាចូលចិត្តវាហើយយកទៅប្រើប្រាស់បានអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ